ទស្សនិកជនជាទីមេត្រីចំពោះប្រជាជនទូទៅការធ្វើដំណើរទៅកាន់ស្ថាប័នគណៈកម្មាធិការប្រជាជនឃុំដើម្បីធ្វើនីតិវិធីរដ្ឋបាលដូចជាសម្បត្តិកំណើតកុងត្រាឯកសារឬការគាំពារសង្គមគឺជារឿងសាមញ្ញប៉ុន្តែចំពោះមនុស្សចាស់ជរាអ្នកពិការឬកុមារដែលមានស្ថានភាពពិសេសការធ្វើដំណើរចម្ងាយតែពី3គីឡូម៉ែត្របែរជាការធ្វើដំណើរដកលំបាកលំបិនដោយយល់ច្បាស់ពីការលំបាកទាំងនេះគណៈកម្មាធិការប្រជាជនឃុំត្រឹងដេទីក្រុងកង្ធើបានម្ចាស់ការអនុវត្តគំរូជំនួយក្រុមអ្នកទុនខ្សោយក្នុងការដោះស្រាយនីតិវិធីរដ្ឋបាលចល័តគំរូនេះជំហានដំបូងទទួលបានលទ្ធផលល្អនិងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីប្រជាជនគំរូជំនួយក្រុមអ្នកទុនកសោយក្នុងការដោះស្រាយនីតិវិធីរដ្ឋបាលចល័តនៅលើភូមិសាស្ត្រឃុំតឹងដេបានអនុវត្តចាប់ពីខែកុម្ភៈឆ្នាំ2026ក្នុងគោលបំណងជំនួយមនុស្សចាស់ជរាអ្នកពិការនិងអ្នកឯកោក្នុងការធ្វើនីតិវិធីរដ្ឋបាលចាំបាច់នានាដូចជាការគាំពារសង្គមដកស្រង់អត្រានុកូលដ្ឋានកុងត្រាឯកសារជាដើមផ្អែកទៅលើតម្រូវការប្រជាជនដែលបានចុះឈ្មោះនិងបញ្ជីឈ្មោះពិនិត្យស្រាវជ្រាវពីគណៈប្រជាជនបណ្ដាភូមិកម្មាភិបាលឃុំម្ចាស់ការចុះទៅដល់ប្រទេសនីមួយៗដើម្បីជួយប្រជាជនធ្វើនីតិវិធីរដ្ឋបាលនិងប្រកល់លទ្ធផលដល់ប្រទេសតែម្ដងđể đưa công tác cải cách thủ tục hành chính gần dân hơn, sát dân hơn. ដើម្បីអនុវត្តការងារកែតម្រង់រដ្ឋបាលឲ្យកាន់តែជាស្និទ្ធនិងស្អិតរមួតជាមួយនឹងប្រជាជនរយៈពេលកន្លងគណៈកម្មាធិការប្រជាជនឃុំក៏បានចង្អុលការមជ្ឈមណ្ឌលសេវារដ្ឋបាលរដ្ឋកសាងផែនការជំនួយក្រុមអ្នកទុនកសោយដូចជាមនុស្សចាស់កុមារកំព្រានិងអ្នកដែលមានការលំបាកក្នុងការធ្វើដំណើរដោយដោះស្រាយនីតិវិធីដល់ប្រទេសដើម្បីកុំឲ្យប្រជាជនចំណាយពេលធ្វើដំណើរច្រើនលើកនៅពេលអនុវត្តគំរូនេះបងប្អូនប្រជាជនជាពិសេសគឺក្រុមអ្នកទុនកសោយត្រេកអរយ៉ាងខ្លាំងព្រោះបានកាត់បន្ថយពេលវេលាធ្វើដំណើរក៏ដូចជាកម្លាំងកាយរបស់បងប្អូនចាប់ពីចំណុចនោះគំរូនេះបាននាំមកនៅភាពងាយស្រួលនិងបង្កើនការពេញចិត្តសម្រាប់ប្រជាជនបន្តពង្រីកលទ្ធផលដែលសម្រេចបានក្នុងរយៈពេលកន្លងមកក្នុងពេលខាងមុខគណៈកម្មាធិការប្រជាជនឃុំនឹងបន្តចង្អុលការមជ្ឈមណ្ឌលសេវារដ្ឋបាលរដ្ឋនិងបណ្ដាផ្នែកសហការជាមួយនឹងគណៈប្រជាជនភូមិបន្តពិនិត្យស្រាវជ្រាវរកគ្រួសារដែលមានជីវភាពលំបាកមនុស្សចាស់និងកុមារដែលមានស្ថានភាពលំបាកដើម្បីធ្វើសម្បត្តិកំណើតជូនពួកគាត់នេះក៏ជាលក្ខខណ្ឌមួយជួយឲ្យក្មួយៗអាចចោះឈ្មោះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិរួមចំណែកជាមួយនឹងកម្លាំងនគរបាលក្នុងការអនុវត្តយុទ្ធនាការ60ថ្ងៃយប់ណែនាំប្រជាពលរដ្ឋក្នុងការធ្វើសកម្មភាពនិងរួមបញ្ចូលព័ត៌មានលើកម្មវិធី VNEID ក្នុងភូមិសាស្ត្រឃុំតឹងដេយើង tổng hợp thông tin VNEID mức 2 trên địa bàn xã Trần Đề. Thì qua đó thì chúng ta phục vụ chính công cũng được ទទួលបានការឯកភាពនិងបង្កលក្ខណៈងាយស្រួលពីថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនឃុំក្នុងការអនុវត្តគំរូនេះមជ្ឈមណ្ឌលសេវារដ្ឋបាលរដ្ឋក៏បានដាក់ចេញការសហការយ៉ាងល្អជាមួយនឹងបណ្ដាគណៈផ្នែកនិងអង្គការមហាជននានាព្រមទាំងប្រធានគណៈប្រជាជនបណ្ដាភូមិដើម្បីពិនិត្យស្រាវជ្រាវមុខសញ្ញានិងប្រសពផ្សាយឲ្យប្រជាជនបានដឹងនិងចោះឈ្មោះនៅតាមភូមិបន្ទាប់មកយើងខ្ញុំនឹងចាត់តាំងកម្មាភិបាលជំនាញចោះមកដោះស្រាយសំណុំឯកសារនៅតាមលំដាប់លំដោយត្រឹមត្រូវហើយប្រកល់លទ្ធផលជូនប្រជាជនភ្លាមដល់ប្រទេសតែម្ដងប្រការនេះជួយកាត់បន្ថយការចំណាយលើការធ្វើដំណើរនិងកាត់បន្ថយបន្ទុកយ៉ាងច្រើនសម្រាប់ប្រជាជនតោះជាទៅបានដាក់ឲ្យអនុវត្តក៏ដោយប៉ុន្តែគំរូជំនួយក្រុមអ្នកទុនកសោយក្នុងការដោះស្រាយនីតិវិធីរដ្ឋបាលចល័តនៅលើភូមិសាស្ត្រឃុំតឹងដេបានជួយដល់ប្រជាជនក្នុងក្រុមថ្ងៃរងគ្រោះរាប់រយនាក់សម្រាប់បាននីតិវិធីរដ្ឋបាលបានតនពេលវេលាគំរូនេះត្រូវបានវិយតម្លៃយ៉ាងខ្ពស់អំពីភាពជាក់ស្ដែងនិងប្រសិទ្ធភាពដោយបង្ហាញយ៉ាងច្បាស់នៅស្មារតីដើម្បីបម្រើប្រជាជន Trái nữa cho mình liền đó nhờ đi cho cả nịch ở vi cha anh vi cha cho nhau gần chuyện liệp ấy phật nam mặc ấy trong nhau lãnh bánh lãnh án hay là bây liền ở cô này em cô đồ lãnh ối
រាល់សៀវភៅស្នាក់នៅសម្បត្តិកំណើតឬសេចក្តីសម្រេចផ្ដល់ប្រាក់ឧបត្ថម្ភនីមួយៗដែលបានប្រកល់ជូនដល់ប្រទេសមិនមែនគ្រាន់តែជាលទ្ធផលនៃនីតិវិធីរដ្ឋបាលធម្មតានោះទេទាំងនេះគឺជាក្តីទំនុកចិត្តរបស់ប្រជាជនត្រូវបានលើកកម្ពស់ហើយក៏ជាសក្ខីភាពដករវើងសម្រាប់រដ្ឋបាលមួយថ្ងៃកាន់តែជិតស្និទ្ធជាមួយនឹងប្រជាជននិងបម្រើប្រជាជនអស់ពីចិត្តនៅឃុំទាំងដែរ